ពីវាអ៊ីរ៉ង់អស់រយៈពេល13យប់ជាប់គ្នានឹងទៅទទួលបានផែនការវាយប្រហារថ្មីត្រៀមបន្តនៅយប់ថ្ងៃទី14ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំស្រាប់តែមិនព្រមចុចភ្លើងខៀវវាយបន្តការដកដៃភ្លាមៗនេះកើតឡើងខណៈដែលទីប្រឹក្សាជាន់ខ្ពស់អាមេរិកព្រមានថាការបន្តសង្គ្រាមអាចបង្ខំឲ្យអាមេរិកប្រើមីស៊ីលការពារដែនអាកាសកាន់តែច្រើននិងធ្វើឲ្យមូលដ្ឋានទ័ពរបស់ខ្លួននៅមជ្ឈមបូព៌ាប្រឈមនឹងហានិភ័យខ្ពស់ជាងមុន The New York Times និង CNN រាយការណ៍ដូចគ្នាថាក្តីបារម្ភនេះត្រូវបានលើកឡើងនៅក្នុងកិច្ចពិភាក្សាកាលពីថ្ងៃទី25ខែកក្កដាឆ្នាំ2026មុនពេលដែលលោកដូណាល់ត្រាំសម្រេចផ្អាកយុទ្ធនាការទម្លាក់គ្រាប់បែកដែលបានបន្តអស់រយៈពេល7សប្តាហ៍ទៅលើអ៊ីរ៉ង់សារព័ត៌មានទាំងពីរលើកឡើងថាប្រធានអគ្គសេនាធិការលោក Dan Kane ស្ថិតនៅក្នុងចំណោមមន្ត្រីដែលបានលើកឡើងពីក្តីបារម្ភជុំវិញការប្រើប្រាស់ប្រព័ន្ធការពារមីស៊ីលខណៈដែលអនុប្រធានាធិបតីអាមេរិកលោក JD Vance ក៏ត្រូវបានរាយការណ៍ថាមានការព្រួយបារម្ភចំពោះការពង្រីកសង្គ្រាមនៅអ៊ីរ៉ង់ផងដែរសារព័ត៌មាន Axios ក៏បានរាយការណ៍ថាក្នុងរយៈពេល2សប្តាហ៍កន្លងទៅលោកដូណាល់ត្រាំបានទទួលផែនការវាយប្រហារពីមន្ទីរបញ្ចកោណជារៀងរាល់រសៀលនិងអនុម័តឲ្យអនុវត្តជារៀងរាល់យប់ប៉ុន្តែនៅថ្ងៃសុក្រលោកបានបដិសេធផែនការចុងក្រោយនិងជ្រើសរើសការផ្អាកជំនួបវិញទោះជាយ៉ាងណារដ្ឋបាលអាមេរិកបានអះអាងថាមូលហេតុផ្លូវការនៃការផ្អាកនេះគឺដើម្បីបើកឱកាសឲ្យកិច្ចចរចាការទូតបន្តដំណើរការឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិលោក Mike Waltz បាននិយាយថាលោកត្រាំចង់ទុកផ្លូវចរចាហើយនៅតែផ្ដល់ឱកាសឲ្យអ៊ីរ៉ង់វិលត្រឡប់មកតុចរចាវិញមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បានប្រាប់ Reuters ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថាទីក្រុងទីរ៉ង់នឹងផ្អាកការវាយប្រហាររបស់ខ្លួនដែរដរាបណាអាមេរិកមិនបន្តទម្លាក់គ្រាប់បែកលោកបានបញ្ជាក់ថាគោលការណ៍របស់អ៊ីរ៉ង់គឺនៅតែវាយមួយសងមួយមានន័យថាបើអាមេរិកឈប់វាយអ៊ីរ៉ង់ក៏ឈប់ដែរប៉ុន្តែបើការវាយប្រហារចាប់ផ្ដើមឡើងវិញអ៊ីរ៉ង់ត្រៀមឆ្លើយតបទ្រង់ទ្រាយធំជាងមុនទោះជាពេលនេះគូសត្រូវទាំងពីរផ្អាកវាយប្រហារគ្នាទៅវិញទៅមកក៏ដោយតែភាពតានតឹងនៅមជ្ឈមបូព៌ាមិនទាន់ធូរស្រាលនៅឡើយក្រុមហ៊ូទីដែលគ្រប់គ្រងដោយអ៊ីរ៉ង់បានប្រកាសបន្តរារាំងការដឹកជញ្ជូនប្រេងតាមសមុទ្រក្រហមហើយបានបាញ់ប្រហារគោលដៅប្រេងរបស់ប្រទេសអារ៉ាប៊ីសាអូឌីតដែលជំរុញឲ្យប្រេងឡើងលើស$100ក្នុងមួយបារ៉ែលជាលើកដំបូងចាប់តាំងពីខែឧសភាអ្នកវិភាគជាច្រើនយល់ថានេះមិនទាន់ជាសញ្ញាបញ្ចប់សង្គ្រាមទាំងស្រុងទេវាគ្រាន់តែជាការសម្រាកដើម្បីវាយតម្លៃស្ថានភាពនឹងបើកផ្លូវឲ្យការទូតដំណើរការខណៈដែលភាគីទាំងពីរនៅតែរក្សាជំហរត្រៀមឆ្លើយតបប្រសិនបើការវាយប្រហារចាប់ផ្ដើមឡើងវិញខ្ញុំរស់សុធាពី News Today NDTV